សមនុស្សនៅប្រទេសវៀតណាមពេលនេះរកឃើញដំណឹងថាគឺជានរណាដែលធ្វើឲ្យអ្នកគ្នានៅចាំរឿងក្តីទី1ដែលខ្ញុំបានធ្វើតែរឿងក្តីនោះប្រហែលជាង1ខែមុនពេលនេះគឺយើងដឹងដំណឹងហើយថារឿងក្តីមនុស្សចេញមកពីណាតោះខ្ញុំបានស្វែងខ្ញុំនឹងនាំអ្នកគ្នាទៅបំភ្លឺនៅរឿងក្តីដ៏សែនអាក្រក់ជោគជ័យរបស់ជនជាតិវៀតណាមម្នាក់នេះយើងមិនបាច់ចាំមានបរិយាកាសវីដេអូទេអ្នកទាំងអស់គ្នាដោយសារតែបរិយាកាសវីដេអូគឺដូចតែលើកមុនទេប៉ុន្តែលើកនេះគឺប៉ូលីសបានចូលទៅដល់ហាងរបស់គាត់ផ្ទាល់តែម្ដងគឺមិនធម្មតាទេអ្នកទាំងអស់គ្នាគឺយកសាច់របស់មនុស្សដែលបានអាកលើកមុនហ្នឹងគឺយកទៅធ្វើស៊ុបឲ្យមនុស្សជាច្រើនអ្នកបរិភោគលើកនេះគឺសាហាវជាងលើកមុនទៀតមិនត្រឹមតែប៉ុណ្្នឹងដែលថតបង្ហោះឲ្យអ្នកទាំងអស់គ្នាឃើញថាជាស៊ុបមនុស្សទេតែនេះគឺគាត់ហ៊ានយកទៅឲ្យមនុស្សដែលជាអ្នកមិនស្គាល់គ្នាតតែសោះយកទៅបរិភោគកុំឲ្យខាតពេលវេលារបស់អ្នកទាំងអស់គ្នាយូរតោះទៅស្ដាប់នៅរឿងក្តីដ៏ព្រឹកព្រួយមួយនេះតែម្ដងទៅសួស្តីប្រិយមិត្តអ្នកស្ដាប់សូមអ្នកអង្គុយនៅកន្លែងមួយដ៏ស្ងប់ស្ងាត់និងដល់ដង្ហើមមួយហើយប្រកាសថាទីនោះមានសុវត្ថិភាពបំផុតព្រោះពេលនេះយើងនឹងនិយាយពីរឿងក្តីឲ្យអ្នកស្ដាប់ហើយនឹងធ្វើឲ្យអ្នកស្រមៃឃើញទាំងពុទ្ធកាទាំងមូលនៅពេលរាត្រីមួយនេះសូមកុំឲ្យអារម្មណ៍របស់អ្នកគ្នាបន្លាចអ្នកទាំងអស់គ្នាណាគ្រាន់តែខ្ចប់បក់បន្តិចកុំគិតដល់ណាដល់ណីអូខេទេនិយាយលេងមួយអ្នកគ្នាដើម្បីឲ្យអ្នកគ្នាមានអារម្មណ៍ថាធូនតិចទេបើរឿងក្តីយើងធ្ងន់ដែររឿងក្តីមួយនេះមិនមែនជារឿងក្តីដ៏ធម្មតាមិនមែនជារឿងក្តីដែលខ្លាំងកំណត់ធម្មតាពេលគឺជារឿងក្តីឬក៏ជាករណីដែលធ្វើឲ្យប្រទេសទាំងមូលនិងទូទាំងប្រទេសគួរឲ្យខ្លាចនៅពេលយប់នេះគឺជាការសង្ខេបពេលដែលអ្នកស្ដាប់អ្នកនរគ្នានឹងជួបពេលនឹងករណីបាត់ខ្លួនប្អូនត្អែក្លិនអាក្រក់និងសាកសពដែលត្រូវបានលាក់បាំងអ្នកគ្នាត្រៀមខ្លួនហើយនៅថ្ងៃទី19ខែកក្កដាឆ្នាំ2025ព្រឹកមួយដ៏សែនស្ងប់ស្ងាត់ផ្លូវទៅក្នុងខេត្តឡានសឿនគឺស្ងប់ស្ងាត់ដូចជាមាននរណាម្នាក់បិទសំឡេងគ្រប់អ្វីទាំងអស់នៅម៉ោងប្រហែលជាម៉ោង8:17នាទីព្រឹកអ្នកជិតខាងលាសូរសំឡេងទូរស័ព្ទរបស់ដៃរោប៉ុន្តែគ្មាននរណាឆ្លើយតបក៏ដូចជាគ្មាននរណាលើកឡើយសំឡេងទូរស័ព្ទនោះរោមែនតែនរោឡើង5-6ដងគឺអត់មានអ្នកលើកទេគឺថ្លង់ដល់អ្នកជិតខាងអញ្ចឹងបានអ្នកជិតខាងក៏ភ្ញាក់ឲ្យអត់ដឹងហ្នឹងមួយថ្ងៃមុន2ថ្ងៃមុន3ថ្ងៃមុនគឺគ្មានសញ្ញាជីវិតរបស់ដាតឡើយពេលដែលបាត់ខ្លួននឹងគ្មានអ្នកណាបារម្ភក្រៅពីគ្រួសាររបស់ដាតឡើយគាត់ខំទេទៅទូរស័ព្ទនឹង3 4 5ដង6 7ដងប៉ុន្តែអត់មានអ្នកលើកគឺបាត់ខ្លួនជាយូរហើយធ្វើឲ្យអ្នកផ្ទះនឹងគឺកាត់ការនឹករលឹកក៏ដូចជាព្រួយបារម្ភពីគាត់យ៉ាងខ្លាំងអ្នកចាត់ខាងក៏ដូចជារូបភាពដែលចុងក្រោយគេឃើញគឺដាតដើរចូលទៅក្នុងផ្ទះរបស់សាំងបន្ទាប់មកគ្មាននរណាម្នាក់ឃើញគាត់ដើរចេញមកវិញឡើយបានចឹងគ្នាបន្តិចដាតគឺជាជនរងគ្រោះហើយសាំងគឺជាជនបង្កឬក៏ជនល្មើសនឹងតែម្ដងនៅយប់ថ្ងៃទី4បន្ទាប់ពីបាត់ខ្លួនអ្នកចាត់ខាងម្នាក់មិនមែនជាអ្នកដែលក្លាហានអីទេគ្រាន់តែគាត់ជាមនុស្សដែលធម្មតាគ្រាន់តែធំក្លិនអីអ្វីម្យ៉ាងដូចជាមិនធម្មតាចឹងទៅថ្ងៃនោះគាត់បាននិយាយថាខ្ញុំមិនដឹងថាក្លិនអ្វីទេខ្ញុំធំក្លិននឹងគឺមកពីផ្ទះសាំងតែម្ដងធំក្លិនដូចសត្វស្លាប់ចឹងប៉ុន្តែវារៀងធ្ងន់ជាងសត្វស្លាប់ទៅទៀតហើយចុងក្រោយគាត់ក៏បាននិយាយថាខ្ញុំមានអារម្មណ៍ថាគ្មានអ្វីឡើយគ្រាន់តែជាអារម្មណ៍របស់ខ្ញុំបន្តិចតែប៉ុណ្ណោះតែគាត់និយាយបានតែអញ្ចឹងទេប៉ុន្តែគាត់ដើរទៅប្តឹងប៉ូលីសតែម្ដងប៉ូលីសនៅចិត្តនឹងតែម្ដងគឺគាត់ចង់មកឆែកឆេរតែម្ដងព្រោះធំក្លិនត្រឹមលេខបានហើយទៅប្តឹងប៉ូលីសតែម្ដងប៉ូលីសក៏បានមកដល់ប៉ូលីសមិនដែរចូលទៅបើកទ្វារតែម្ដងខ្យល់ត្រជាក់បានហោះមកប៉ះមុខប៉ូលីសនិងក្លិនដែលមនុស្សគ្រប់គ្នាបានធំក្លិននឹងគឺក្លិនសាកសពតែម្ដងកាន់តែខ្លាំងទៅកន្លែងគេមើលទៅយ៉ាងញ៉ៃខ្លាំងមែនតើមានតែភួយមុងអីចឹងទៅពាក្យរបាយពេញតែហ្នឹងប៉ូលីសក៏បានកត់សម្គាល់ឃើញសាច់ដែលទឹកទៅកាច់ថ្មីដែលមើលទៅដូចជាស្រស់មែនតើហើយក៏រៀងមើលទៅដូចជាមិនមែនជាសត្វធម្មតាវាសាច់រៀងដូចពេលហ្នឹងហើយប៉ូលីសចាប់ផ្ដើមសង្ស័យហើយគាត់ដើរទៅមុខបន្តិចគាត់បានឃើញឈាមជាច្រើនហូរក៏ខ្លាក់ពេញហ្នឹងពេលប៉ូលីសបើកមើលទៅឃើញគាត់ហាមាត់ឡើងចឹងចេញចង្ការមកអត់ខ្លាំងធំទៅចង្ការចិញ្ចៀងខ្លះមានស្នាមឈាមបាចទៅលើហ្មងដូចជាមានអ្វីមួយដែលត្រូវបានគេអស់ឲ្យទាញខ្លាំងឲ្យខ្ទាតឈាមទៅលើអញ្ចឹងពេលណាប៉ូលីសក៏មានខ្យល់ប៉ះចង្កេះបន្តិចធ្វើឲ្យមនុស្សម្នាក់ទីនោះស្រែកយ៉ាងខ្លាំងធ្វើឲ្យខ្លាចក៏ដូចជាពេលហ្នឹងគឺអារម្មណ៍ពិបាកគឺទទួលយកមែនតើព្រោះអីយើងចម្លែកពេកចឹងទៅតែឥឡូវយើងកាត់ត្រឹមប៉ុណ្ណឹងយើងចូលមកដល់ថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025សាំងត្រូវបានចាប់ខ្លួនតែម្ដងគាត់បានដើរចូលទៅកាន់ឡានប៉ូលីសមកគាត់ធម្មតាត្រជាក់ធម្មតាមកគាត់ស្មើម្ដងគ្មានចលនាអីគួរឲ្យគាត់សម្គាល់ហើយក៏មិនស្រក់ទឹកភ្នែកឡើយដូចជាមនុស្សម្នាក់ដែលមិនដែលធ្វើអំពើកាយសាហាវអ្វីទេប៉ូលីសគាត់មិនបាននិយាយអ្វីច្រើនទេពេលហ្នឹងគាត់តែប្រកាសប្រាប់ថាមិនបរិសម្នាក់នឹងឈ្មោះថាសាំងហ្នឹងគឺប្រព្រឹត្តអំពើឃាតកម្មនិងលាក់បាំងសាកសពប៉ុណ្ណោះតែបណ្ដាញសង្គមបន្តមើលនឹងភ្នែកទទេមិនបានទេគឺបានស្រាវជ្រាវយ៉ាងខ្លាំងទី
ទីបំផុតពួកគេក៏បានសម្រេចគោលបំណងនិងបានស្រាវជ្រាវពីប្រវត្តិក៏ដូចជាការប្រើប្រាស់ប្រព័ន្ធអនឡាញដូចជា Facebook TikTok និង Telegram ឯជាដើមរហូតដល់ឃើញឯកសារ88ទំព័រដែលបានចងក្រងដោយជនរណាមឹកជាច្រើនតែឯកសារនេះគឺមិនផ្លូវការឡើយការលេចឡើងនៅតាមបណ្ដាញសង្គមដូចជាភ្ជុំភ្លៀងធ្លាក់បុកទៅលើចិត្តអ្នកស្ដាប់អញ្ចឹងដែរក្នុងនោះមានរូបភាពមានការពិពណ៌នាពីការធ្វើបាបមានអំពើដែលមនុស្សធម្មតាមិនអាចស្រមៃឃើញមានសកម្មភាពចូលក្នុងក្រុមអនឡាញ dark feasting មានចំណងចំណូលចិត្តចម្លែកមានអ្វីមួយដែលអ្នកស្ដាប់ចង់ចុះហក់ដង្ហើមឬក៏វាផាត់ហក់អញ្ចឹងណាអ្នកគ្នាសូមចងចាំតិចអ្នកនរគ្នាវាមិនមែនគ្រប់អ្វីទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេនៅក្នុងឯកសារ88ទំព័រនោះណាប៉ុន្តែមនុស្សជាច្រើនបានជឿទាំងស្រុងទៅលើឯកសារទាំងអស់ហ្នឹងព្រោះអីវាច្បាស់ពេកបញ្ចេញមកផុសតាគឺថាដាក់ឲ្យយើងមើលមកដាក់ហ្នឹងគឺដាក់ខ្លាំងមកអ្នកគឺដាក់កណ្ដាលមកតែម្ដងគ្រាន់ថានៅក្នុងហ្នឹងគឺជាភាសាវៀតណាមអញ្ចឹងពិបាកក្នុងការយើងយល់តែគ្រាន់ថាយើងយក translate អញ្ចឹងទៅយើងយល់ហើយប៉ូលីសបានព្យាយាមរក្សាការសម្ងាត់ខ្លាំងមែនតើអ្នកស៊ើបអង្កេតខ្លះបាននិយាយថាបើអ្នកនៅតែនៅចិត្តផ្ទះសាំងទៀតណាប្រកាសថាអ្នកនៅតែមិនអាចដេកលក់ក្នុងរយៈពេលមួយសប្ដាហ៍តែម្ដងអ្នកស៊ើបអង្កេតក៏នៅបញ្ជាក់ថាអ្នកនៅចិត្តខាងហ្នឹងអាចគេងលក់មួយរយៈសប្ដាហ៍ប៉ុន្តែអ្នកត្រូវចាំថាស៊ុបដែលយកមកធ្វើហ្នឹងគឺជាសាច់មនុស្សចោះតម្រុំអ្នកអត់អ្នកដែលបានញ៉ាំអាស៊ុបដែលរបស់សាំងដែលធ្វើហ្នឹងគឺមិនមែនដេកមិនលក់ទេគឺអួតបាយថ្នាំប្រមាថតែម្ដងអ្នកស្ដាប់ឬដូចជាអ្នកប្រិយមិត្តដែលបានស្ដាប់សុំកាន់តិចណា Imagine ផ្ទះងងឹតពន្លឺតិចសំឡេងទូទឹកកកដុកដាក់ក៏ដូចជាទឹកតក់នៅក្នុងមង្គលតុកហ្នឹងនឹងសាំងកំពុងធ្វើអ្វីមួយដែលគាត់មិនដែលប្រាប់នរណាម្នាក់ឡើយដោយរឿងក្តីមុនដែលខ្ញុំបានបង្ហាញដល់អ្នកគ្នាឲ្យអ្នកនេះស្ដាប់អញ្ចឹងគឺគាត់ធ្វើប្រតិបត្តិការកាត់ក្បាលរបស់ជនរងគ្រោះនោះនៅក្នុងបន្ទប់ទឹកគាត់ជានរណាហើយអ្វីបានសាហាវខុសខើលត្រនេះគាត់ជាមនុស្សធម្មតាមានការងារធ្វើមានមិត្តល្អដូចគ្នាថែមពីនោះគាត់មានតូបលក់ស៊ុបជាធម្មតានឹងដូចមនុស្សធម្មតាទៅហើយមកគាត់នឹងក៏មិនមែនជាមនុស្សអាក្រក់ដែរបើមើលទៅដូចជាមនុស្សធម្មតាអញ្ចឹងតែម្ដងអ្វីដែលសាហាវជាងនឹងទៅទៀតអ្នកគ្នាមុខស្រាលតែចិត្តមានស្រាលតាមមុខទេគឺគាត់ធ្វើដូចធម្មតាអញ្ចឹងនៅក្នុងប្រព័ន្ធអ៊ីនធឺណិតគាត់ខំព្យាយាម reply comment របស់គេគាត់ like ផលអ្នកដទៃគាត់ share content ដូចជាមនុស្សដែលមិនធ្វើអំពើអាក្រក់និយាយរួមទៅសម្រាប់មកកញ្ចក់បន្តិចដោយសារប្រហែលណាគាត់សម្រាប់មនុស្សច្រើនអញ្ចឹងទៅគាត់សម្រាប់ម្នាក់ហ្នឹងគេអាចទៅដឹងអញ្ចឹងទៅអារម្មណ៍គាត់ដូចជាវាធ្វើស្វាមហ្នឹងអញគិតអីច្រើនអញធ្វើឡើងស្វាមធ្វើឡើងរាប់ផ្លេចអញ្ចឹងទៅគាត់អាចគិតច្រើនអញ្ចឹងសម្រាប់កញ្ចក់វិញហើយនេះហើយជាដើមចង់ដែលធ្វើឲ្យអ្នកស្ដាប់ភ័យមនុស្សប៉ិនអាចធ្វើកិច្ចកម្មហើយនៅតែដើរធ្វើធម្មតាដូចជាមនុស្សគ្មានខ្លួនអញ្ចឹងទៅសម្រាប់មកកញ្ចក់បន្តិចទៀតអ្នកគ្នាខ្ញុំគ្រាន់តែនិយាយពេលនេះគឺតពីលើកមុនអ្នកគ្នាចង់ដឹងពីបរិយាកាសវីដេអូអីថាគេសម្រាប់មិនសូមចូលទៅកាន់ភាគទី1របស់រឿងក្តីមួយនឹងទៅអាចដឹងសាច់រឿងលំអិតជាងនេះដោយសារតែខ្ញុំអាចនិយាយនេះកាត់ចឹងអាចអ្នកខ្លះគាត់អត់យល់បិទវងកញ្ចក់វិញបន្តទៀតហើយនេះហើយគឺជាចំណុចដែលបណ្ដាញសង្គមរត់លឿនជាងការនៅក្នុង file 88ទំព័រដែលគេចងក្រងរបស់ចលនាមឹកហ្នឹងគឺមានពាក្យជាច្រើនដែលយកមកប្រើនៅក្នុងអត្ថបទមួយហ្នឹងគឺក្នុង page ហ្នឹងអ្នកគ្នាច្រើន88ទំព័រអញ្ចឹងគេយកផុសតាំងជាច្រើនយកមកច្របាច់ចូលគ្នាក្នុង file មួយហ្នឹងនៅក្នុងហ្នឹងគេមានប្រើពាក្យជាច្រើនដូចជាពាក្យ ritual ឬក៏សុបមនុស្សការកាត់ក្បាលតុបតែងឆៅ feasting ឬក៏បំបីរាងកាយគ្មានអ្វីដែលអាជ្ញាធរបញ្ជាក់ថាក្នុង page ឬក៏ file មួយហ្នឹងគឺជាប៉ិតឬក៏មិនប៉ិតទេប៉ុន្តែពាក្យទាំងនេះធ្វើឲ្យអាកាសធាតុក៏ដូចជាអ្នកដែលនៅជុំវិញដែលអ្នកស្ដាប់ឬក៏អ្នកនិយាយហ្នឹងមានអារម្មណ៍ថាខ្យល់ទាំងអស់មួយធ្ងន់ខ្លាំងមែនតើដូចជាភ្លៀងធ្លាក់មកលើដំបូលអញ្ចឹងដែរតើក្តីស្នេហាតើចំនួនតើការសង្ស័យតើអ្វីដែលនាំឲ្យអ្នកទាំងពីរអ្នកហ្នឹងបែកបាក់ទៅដល់កម្រិតនេះឬក៏អាចហ៊ានដល់ថ្នាក់នេះមួយភាគក្នុងឯកសារនិយាយថាពួកគេធ្លាប់ខឹងគ្នាក្នុងឆ្នាំ2020តែម្ដងឆ្នាំ2020និងឆ្នាំ2019ហ្នឹងគឺពេញកូវីដតែម្ដងអ្នកគ្នាក៏ជំងឺតែម្ដងនិយាយទៅគឺពេលហ្នឹងគឺបិទគប់គ្រប់ប្រទេសគ្រប់ពិភពលោកតែម្ដងអ្នកគ្នានិយាយទៅពេលហ្នឹងអ្នកមានអារម្មណ៍ដូចជាអ្នក depression អីចឹងគឺមនុស្សនៅតែផ្ទះវាតានតឹងមិនធម្មតាពេលដែលសង្គមវាបិទហ្មងបិទគប់ហើយបិទចំហបិទកុំឲ្យមានអីគេចេញចឹងទៅអារម្មណ៍របស់ពួកគាត់មានអារម្មណ៍ថានៅនឹងអត់សុខទៅហ្នឹងហើយ depression ឬក៏មនុស្សនៃភាពងងឹតចូលខ្លួនហើយឆ្កែហ្នឹងវាមេឃរៀងទៅជាអាណាគេចឹងវាលញីរឈ្មោះវាជាស្រ័យដល់គ្នាឲ្យលឺសលេងឆ្កែចូលខ្ញុំលឺដែរមិនដឹងធ្វើមិន
កាត់ annoying ចេញមកនេះរឿងក្តីមួយនេះគ្មានអ្វីត្រូវបានបញ្ជាក់យ៉ាងច្បាស់ឡើយគ្មាន verdict គ្មានចម្លើយចុងក្រោយមានតែមនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតត្រូវបានចាប់ខ្លួនតែបណ្ដាញសង្គមកំពុងសរសេររឿងជំនួយតុលាការទៅអ្នកស្ដាប់តើអ្នកជឿលើអ្វីដែលបាននិយាយខាងលើទេតើអ្នកទាំងអស់គ្នាជឿថាមានសុបមនុស្សឬ ritual តើអ្នកគិតថានេះគ្រាន់តែជាការសងសឹកខឹងមកប្រើវាខឹងហើយក៏មកប្រើនឹងជ្រុលដៃចឹងទៅឬក៏អ្នកគ្នាគិតថាគាត់បានសម្លាប់មនុស្សច្រើនហើយគ្រាន់តែពេលហ្នឹងគាត់ហេងថ្មីប្រហែលឬក៏ថតតចឹងទៅបានបែកធ្លាយវីដេអូហ្នឹងព្រោះវីដេអូហ្នឹងផុសបានប្រហែល5វិនាទី5នាទីមិនដឹង5វិនាទីមិនដឹងហើយគឺបានផុសទៅលំបាត់ប៉ុន្តែគឺថាបែកធ្លាយលឿនអ្នកគ្នាចូលទៅស្ដាប់វីដេអូមកអ្នកគ្នាដឹង last voice មិនដឹងថាពេលណារឿងនេះចប់ទេប៉ុន្តែយើងដឹងចំណុចមួយរឿងក្តីសម្រាប់មិនមែនចាប់ផ្ដើមពីរឿងធំហ្មងឯងវាចាប់ផ្ដើមពីខ្សែភ្លើងទូចក្នុងចិត្តមនុស្សសូមអ្នកស្ដាប់នៅឲ្យស្ងៀមនិងនឹកឃើញថាមានមនុស្សមួយចំនួននៅតែដើរនៅជុំវិញអ្នកដែលថ្មីពួកគេមើលតែចិត្តពួកគេកំពុងតែលាក់អ្វីមួយនៅក្នុងចិត្តរបស់គេនឹងក្តីរបស់ Last Voice ដែលនិយាយអំពី hot new នៅក្នុងប្រទេសវៀតណាមរឿងក្តីនេះមើលឃើញថាល្បីខ្លាំងមែនតើមានតែប៉ុណ្្នឹងឯងជួបខ្ញុំម្ដងទៀតនៅឱកាសក្រោយសូមអរគុណនិងសូមគោរពលាបាយបាយ Top Sun បានអ្នកគ្នាចង់ឲ្យចេញ episode ទី3ហើយតាមខ្ញុំបាននៅក្នុង comment ដោយសារតែខ្ញុំមាន file 99ទំព័រនោះអ្នកគ្នាអញ្ចឹងវាអាចនិយាយមួយភាគនឹងចោលអីចឹងអ្នកគ្នាចង់ដឹងអីទៀត comment see you guys I want to see you in the next video for your story from around the world